រងត្រៀមយកកងទ័ពរបស់គេថ្មើរជើងហ្នឹង1 លាននាក់ត្រៀមទៅទប់ទល់នឹង10000នាក់របស់សហរដ្ឋអាមេរិកបងប្អូនបន្ទាប់ពីសហរដ្ឋអាមេរិកណាគេនាំទ័ពរបស់គេម្សិលមិញ3ទៅ4000នាក់ណាហក់ពីឆាត់យកមកឥឡូវគេថែមឲ្យគ្រប់10000នាក់ប៉ុន្តែគ្រាន់តែលឺភ្លាមរងចាប់ផ្ដើមទាញកងកម្លាំងរបស់គេ1 លាននាក់ត្រៀមទៅចាំជួបបាទសហរដ្ឋអាមេរិកបងប្អូនតោះទៅស្ដាប់ទាំងអស់គ្នារងត្រូវបានគេរាយការណ៍ថាក្នុងអំឡុងពេលចល័តបុគ្គលិកក៏ដូចជាទ័ព1 លាននាក់រួមទាំងកងទ័ពធម្មតារបស់ខ្លួននិងកងកម្លាំងឆ្មាំងបដិវត្តអ៊ីស្លាម IRGC ដែលបង្ហាញពីជំហរការពារដ៏ធំមួយប្រឆាំងនឹងលទ្ធភាពនៃការឈ្លានពានដីគោករបស់សហរដ្ឋអាមេរិកបាទការប្រមូលផ្ដុំដែលមិនធ្លាប់មានពីមុនមកនេះឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តរបស់ទីក្រុងអេតេរ៉ង់ចំពោះយុទ្ធសាស្ត្រការពារទាំងស្រុងដែលជាយុទ្ធសាស្ត្រដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនិងក៏ដូចជាតំបន់បងប្អូនអ្នកជំនាញយោធាបានសង្កត់ធ្ងន់ថាវិធីសាស្ត្ររបស់អេរ៉ង់ផ្ដោតលើសង្គ្រាមមិនស៊ីមេទ្រីដោយទាញយកអត្ថប្រយោជន៍ពីបរិស្ថានទីក្រុងនិងដីភ្នំឬក៏អ្វីផ្សេងដើម្បីធ្វើឲ្យអន្តរាគមន៍បរទេសណាមួយមានការលំបាកអស់បន្លាយនិងចំណាយច្រើនតាមរយៈការបំបែកកម្លាំងទៅទូទាំងទីតាំងយុទ្ធសាស្ត្រសំខាន់អឺរ៉ង់មានគោលបំណងបង្កើនបណ្ដាញការពារស្រទាប់ដែលលាតសន្ធឹងហួសពីទីក្រុងធំរបស់ខ្លួនអញ្ចឹងម៉ោងនេះគ្រាន់តែឮថាលោកត្រាំហ្នឹងគេហៅថាត្រៀមកងទ័ពរហូតដល់10000នាក់បន្ថែមទៀតដើម្បីគេហៅថានៅច្រកគេហៅថាចង់ពាត់យកកោះមួយណាបាទមកដល់ម៉ោងនេះរងគេលេងធ្ងន់វិញហើយគេគ្រាន់តែចល័តទ័ពហ្នឹងគឺបាទរហូតដល់1 លាននាក់ណាបងប្អូន1 លាននាក់បាទសិតតែពួកគេហៅថាកងឆ្មាំងបដិវត្តអ៊ីស្លាមបងបាទ IRGC របស់គេណាបាទហើយទៅទឹមនឹងនេះការមកដល់នៃអង្គភាពvàវីរៈជនអាមេរិកដូចជាកងអនុសេនាធំទ័ពអាកាសទី82នៅក្នុងឈូងសមុទ្រព្យាបានធ្វើឲ្យភាពតានតឹងកាន់តែខ្លាំងឡើងវិញផ្នែកសំខាន់មួយនៃកងកម្លាំងរងរួមមានកងពលបាសិកដែលត្រូវបានបណ្ដុះបណ្ដាលសម្រាប់ការដាក់ពង្រាយរហ័សការតស៊ូក្នុងស្រុកនិងការបំផ្លិចបំផ្លាញពង្រឹងបន្ថែមទៀតនៅការទប់ស្កាត់របស់ខ្លួនប្រឆាំងនឹងការវាយលុកដីគោកជាបន្តបន្ទាប់បងប្អូនហើយបាទគិតផតអត់ទេការចរចានៅមានបាទដូចជាអត់ទាន់វែងឆ្ងាយណាទេហើយអត់ទាន់បានផ្លែផ្កាអ្វីទេបាទផ្លែផ្កាគឺខាងសហរដ្ឋអាមេរិកសប្បាយចិត្តក្នុងការរងបើកផ្លូវឲ្យកប៉ាល់10គ្រឿងដែលគេដឹកទំនិញឬមួយក៏ដឹកប្រេងដឹកឧស្ម័នណាបានឆ្លងកាត់បន្ទាប់មកសហរដ្ឋអាមេរិកបានដាក់កងកម្លាំងលេងកងកម្លាំងឡើង10000នាក់ទៀតហើយបាទបន្ទាប់មកមិនទាន់បានអីស្រួលបួលផងរងគេចាប់ផ្ដើមដឹងពីផែនការរបស់សហរដ្ឋអាមេរិកគេចាប់ផ្ដើមចល័តទ័ពរបស់គេរហូតដល់1 លាននាក់ដើម្បីគេហៅថាការពារបាទការពារកុំឲ្យសត្រូវវិលុកណាក៏ដូចជាសហរដ្ឋអាមេរិកបងប្អូនមកដល់ម៉ោងនេះដូចជាមិនស្ទាន់ស្ងប់ស្ងាត់ទេតាក់ទងជាមួយនឹងរឿងសង្គ្រាមរវាងអឺរ៉ង់និងអាមេរិកនេះគ្រាន់តែថាបើផ្នែកយោធាគឺនៅមានសកម្មភាពអីចឹងអត់ទាន់អីទេអត់ទាន់ផ្ទុះអត់ទាន់អីទេខាងអាមេរិកក៏អត់ទាន់ផ្ទុះអឺរ៉ង់គេអត់ទាន់ផ្ទុះដែរប៉ុន្តែអឺរ៉ង់និងអ៊ីស្រាអែលយើងដឹងហើយថានៅតែមានបន្តការប៉ះទង្គិចគ្នាតិចតួចចឹងប៉ុន្តែសម្រាប់របាយការណ៍មួយនេះខ្ញុំជឿជាក់ថាពិភពលោកបានដឹងគ្រប់គ្នាអស់ហើយបាទពិភពលោកកំពុងតែផ្អើលខ្លាំងមែនទែនតាក់ទងជាមួយនឹងការពារក៏ដូចជាការចល័តតរបស់រងដ៏ច្រើនមិនធ្លាប់មានពីមុនមកទេបងប្អូនបាទអញ្ចឹងមកដល់ម៉ោងនេះលោកត្រាំជមើលតើគាត់មានវិធីសាស្ត្រអ្វីទៀតដើម្បីចរចាដើម្បីគេហៅថាដើម្បីឲ្យរងបើកផ្លូវបើគេហៅថាទទួលបានកិច្ចព្រមព្រៀងពីគាត់ណាហើយមួយវិញទៀតថាតើសង្គ្រាមមួយនេះចប់ដោយរបៀបណាធ្វើឲ្យពិភពលោកព្រួយបារម្ភដល់កម្រិតណាហើយមានបងប្អូនយើងនៅកំពុងតែតាមដានហើយយល់ឃើញបែបណាយើងអាចខមមិនខាងក្រោមពួកអីអេដមីនអ្នកធ្វើវីដេអូសម្រាប់ឲ្យបងប្អូនយើងបានដឹងព័ត៌មានក្រៅប្រទេសនេះដើម្បីឲ្យបងប្អូនយល់ហើយនឹងបានដឹងជាបន្តបន្ទាប់ហើយយើងចាំបាច់ស្វែងរក
cái hai tham mưu là than kêu muối rồi mẹ thà tá bờ tây thằng pi nó cua tay bành chọc sòng kriêm đòi vị thi ná hơi cua tay miền vị thi ná đập bay thưa ao bị phục lộn đấy ao miền phiệp xâm tiệp phiệp mà vinh bà dương trăm tam đàn và to tiết hai dương trăm chui ri côn mà nẹt muối nằm bay tham na không caผลิตวิดีโอบ่แอดมินให้มวยวิ่งติดยังช่วยแชร์บรรทอนใจดำเล็กดำใบเลือกตักจัดก็โดยที่ยังความโตรแอดมินต่างๆนี่ออกคน